បារាំងប្រកាសស្វាគមន៍ការសម្រេចចិត្តរបស់កម្ពុជាថៃក្នុងការបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែនប្រទេសបារាំងស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្ងៃទី10ខែកញ្ញារបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជាថៃហើយជំរុញឲ្យភាគីទាំងពីរបន្តកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីគោរពបទឈប់បាញ់នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតបារាំងប្រចាំនៅភ្នំពេញដែលបានផ្សាយលើទំព័រ Facebook នាព្រឹកថ្ងៃទី16ខែកញ្ញាបើតាមស្ថានទូតប្រទេសបារាំងស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់ភាគីទាំងពីរក្នុងបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែនជាមួយគ្នានេះបារាំងបញ្ជាក់សារជាថ្មីនឹងការគាំទ្រដ៏ពេញទំហឹងរបស់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះដើម្បីស្ថិរភាពក្នុងតំបន់